จะอยู่คนเดียวต่อไปแล้วไงอลัตกรรมอันตรีส้มจุนเรืองมันจะเป็นจำนองสไนแพะกระไดก็อยากจะเดินคนเดียวตีดับ ไม่ ประมวย เปลี่ยนใครแคบนะถนนเมืองไทยที่อยากจะไปดูหนังก็ออกไปที่โรงหนังนั่งดูไปคนเดียวแม่ประหยัดถ้าอยากจะกินขนมก็ออกไปริมถนนทุกท่านเนียงกុំតន់ទៅអីឈប់សិននាងឈប់សិនមានរឿងអីគិញកាយខ្ញុំត្រូវគេធ្វើបាបនរណាធ្វើបាបគឺម្នាក់ឈួតនេះគេខំខ្ញុំនៅបន្ទប់ទឹកតែដែលខ្ញុំចេញមកបានគេនៅមកតាមតវ៉ានឹងខ្ញុំទៀតតែខ្ញុំអត់ទេខ្ញុំបានចូលទៅក្នុងបន្ទប់ទឹកហើយឮសំឡេងស្រែកដុល្លារខ្ញុំក៏ចូលទៅជួយខ្ញុំជួយស្ទើរស្លាប់ធ្វើល្អមិនបានផលទេនេះបើលោកមិនបានធ្វើទេអ្នកណាធ្វើទៅមានតែលោកម្នាក់ប៉ុណ្ណោះដែលស្អប់ខ្ញុំរឿងអីដែលខ្ញុំត្រូវស្អប់នាងសួយឲ្យម្ដងនេះសួយស្អីទៅគឺលោកជាមិត្តរបស់កេតសារាលោកប្រកាសជាស្អប់ខ្ញុំហើយគិតបែបនេះគឺសួយឲ្យនាងណែគិញខ្ញុំថាធ្វើចិត្តឲ្យស្ងប់សិនទៅជួនកាលយើងអាចនឹងយល់ច្រឡំក៏ថាបានដែរមែនហើយមនុស្សដូចជារោចាគ្មានថ្ងៃធ្វើអ្វីបាត់នឹងទេរឿងបែបនេះត្រូវតែមានផុសតាំងមិនអញ្ចឹងមិនអាចចោទប្រកាន់គេបានទេលោកនិយាយបែបនេះគឺមានន័យថារោចាជាអ្នកធ្វើឲ្យខ្ញុំមិនបាននិយាយអញ្ចឹងទេខ្ញុំគ្រាន់តែដឹងថារឿងបែបនេះត្រូវតែពិសោធន៍ណែគឺប្តឹងប៉ូលីសមកចាប់ពួកគេឲ្យដឹងសោះខ្មៅតែម្ដងទៅអូយរឿងតូចតាចប៉ុណ្ណឹងមិនចាំបាច់ដល់ដៃប៉ូលីសទេសង្ស័យថាខ្លាចពេលដែលត្រូវប៉ូលីសចាប់អាចនឹងធ្វើឲ្យអាស្រូវដល់វងត្រកូលហើយអូហូយមិនមែនអញ្ចឹងទេខ្លាចថាពួកនាងបាក់មុខរហូតដល់ពេទ្យមិនអាចទទួលព្យាបាលបានតែទោះយ៉ាងណាក៏ខ្ញុំមិនព្រមដែរបានបើអញ្ចឹងទៅរកផតាំងមកគឺលោកនឹងឲ្យស្អប់ខ្ញុំលោកធ្វើបាបខ្ញុំទៅពិសោធន៍តែខ្ញុំពិសោធន៍ទេខ្ញុំបានពីលោកខំខ្ញុំតែខ្ញុំអត់ទេខ្ញុំអត់ទេខ្ញុំអត់ទេខ្ញុំពិសោធន៍ទេខ្ញុំអត់ទេខ្ញុំអត់ទេមិនចេះស្គាល់កលៈទេសៈនៅក្នុងវត្តក្នុងវាចេះឆ្លោះគ្នាទៅកើតហ៎ប្រយ័ត្នគេមកឃើញនឹងយល់ថាយើងនេះមិនមែនជាអ្នកថៃធ្នូទេណែកូនអ្នកថោកទាបដូចជាយើងនេះណាធ្វើអ្វីត្រូវចេះស្គាល់កលៈទេសៈផងទៅកុំឲ្យពួកដែលក្អេងក្អាងពួកអ្នកថ្លៃធ្នូនេះណាមកឌីលយើងបានឲ្យសោះស្លាប់ហើយអ្នកណាទៅដែលដើរឌីលដើរកាងឲ្យប្រកបនោះគឺចិត្តណាស់ពួកនោះមកចោទប្រកាន់យើងយ៉ាងម៉េចកើតយើងមិនមែនជាពួកឆ្កែលួចខំទេប៉ិតមែនហើយកែជឿជាក់ថារកជើគ្មានថ្ងៃធ្វើរឿងចម្លែកបែបនេះចដាច់ខាតអ្នកដែលធ្វើបែបនេះណាគឺមានតែពួកខ្សោយចរិតតែប៉ុណ្ណោះឬក៏នាំគ្នាមើលទូរទស្សន៍ច្រើនពេកទើបមានគំនិតឡប់គិតបែបនេះមែនទេអ្នកគ្រូមែនហើយមើលចោះធ្វើឲ្យយើងខូចឈ្មោះអស់មែនហើយកុំឲ្យខ្ញុំដឹងឲ្យសោះណាថាអ្នកណាគឺជាអ្នកធ្វើខ្ញុំនឹងជេរឲ្យហុយដីតែម្ដងហេតុអីក៏ពួកអ្នកគ្រូមានទឹកមុខសពប់សពូនបែបនេះអូកំពុងតែខឹងមែនដែរទេគឺមិនបានខឹងស្អីទេប៉ុន្តែគិតថាគេធ្វើទៅដោយមានហេតុផលរបស់គេគឺបែបនេះឯងហេតុផលល្ងងតែតាមដែលស្គាល់គេគឺមិនសូវល្ងងប្រហែលទេនេះសម្រាប់ថាគ្រូដឹងមែនទេថាអ្នកណាជាអ្នកធ្វើគឺថាបើស្គាល់ក៏ថាបានដែរតែបើថាមិនស្គាល់ក៏ថាបានដែរនេះគ្រូនិយាយអីនិយាយឲ្យបានច្បាស់លាស់បន្តិចទៅណែប្រាប់ភ្លាមមកគ្រូដឹងមែនទេថាអ្នកណាគឺជាអ្នកធ្វើនោះវាក៏មិនឆ្ងាយពីពួកយើងប្រមាណនេះដែរគឺនៅចិត្តនេះឯងគឺឃើញនៅក្នុងកុនបានផលទៅចង់សាកល្បងមើលមិនគួរសោះគេមិននឹកស្មានថាពួកអ្នកគ្រូជាអ្នកធ្វើទេព្រោះពួកអ្នកគ្រូបដៅគេជានិច្ចថានៅពេលដែលធ្វើអ្វីនេះកុំឲ្យគេមកថាយើងបានគ្រូគ្រាន់តែគិតស
សបាយមិនគិតថាវា តែនេះវាអត់សប្បាយទេកេតមិនចូលចិត្តឲ្យនរណាមកចេះចង្អុលមិត្តភក្តិរបស់កេតកេតមិនគិតថាពួកអ្នកគ្រូធ្វើរឿងបែបនេះសោះកេតមានអារម្មណ៍ថាខកបំណងណាស់ អើយទោះជាចង់និយាយក៏និយាយមិនចេញដែរមិនគិតសោះថាអូនកេតបារម្ភអាប់បារាំងនោះជាងពួកយើងកុំមើលថែគេទាំងក្នុងនាមជាមិត្តភក្តិនិងនាមជាគ្រូមិនគិតទេថាអូនកេតធ្វើដល់ថ្នាក់នេះនេះហើយណាដែលគេនិយាយថាស្នេហាធ្វើឲ្យមនុស្សខ្វាក់ភ្នែកខ្ញុំនឹងទៅស្រុកវិញអើយហេតុអីទៅតូចចិត្តប៉ុណ្ណឹងចាំបាច់ទៅស្រុកវិញដែរហ៎ជួនកាលខ្ញុំអាចនឹងអស់ប្រយោជន៍នៅទីនេះក៏ថាបានអូនកេតគេប្រហែលជាខឹងទើបនិយាយស្ដីមិនបានគិតព្រោះតែសម្ដីដែលមិនបានគិតរបស់គេនឹងហើយដែលវាចាក់ដោតនៅក្នុងចិត្តរបស់ខ្ញុំសំផនខ្ញុំយល់ថាឯងមានអារម្មណ៍បែបណាតែខ្ញុំក៏ចង់ឲ្យឯងអត់ធ្មត់ឯងកុំភ្លេចណាថាយើងចាំជួយជោគជួយចែវបើទូកមិនតន់ដល់ច្រាំងតែយើងបោះបង់គេយ៉ាងមិនកើតទៅមើលចុះនាំគ្នាទៅធ្វើបុណ្យតែបែរជាទៅបង្កបាបបែបនេះមែនទេបាទធីន បាទ កើតស្អីអង្គុយភ្លឹកនឹកដល់សង្សារយប់នេះចៅកេតអត់មកផ្ទះទេមែនទេ ពេលនេះប្រហែលជាកំពុងលងចិត្តអាស្ទីសក់បាននោះដឹង ជួបហេតុការណ៍បែបនេះប្រកាសជាភ័យហើយគេជាអ្នកមកពីបរទេសទៀតយើងត្រូវទៅមើលថែគេជាពិសេសមែនទេ តែខ្ញុំថាវាជ្រុលពេកទេដឹងហើយឲ្យគេគេងនៅក្នុងផ្ទះសំងំនៅជាមួយគ្នាពេញមួយថ្ងៃតម្រុំតែគេសារ៉ាទៅផ្ទះវិញក៏ដាត្រៀតខ្ញុំថានាងប្រហែលជាភ្លេចថាខ្លួនមានប្តីហើយ ឯងនិយាយបែបនេះណាវាចូលលក្ខណៈប្រច័ណ្ឌហើយណា អត់ទេ អត់ស្អីទៅមើលទៅរឹកពីមុខមាត់ប្រច័ណ្ឌច្បាស់ណាស់តាសួរតាមត្រង់ចុះណាចៅស្រឡាញ់ចៅគេឲ្យមែនទេចាន់ ប្រច័ណ្ឌស្រឡាញ់ប្រាប់ថាស្រឡាញ់ទៅមិននិយាយអញ្ចឹងស្រីគេអន់ចិត្តណាស់ដឹងទេ ប្រាប់បានដែរ បានតាហើយល្អទៀតផងស្រីយើងទាំងអស់ណាសុទ្ធតែចង់ស្ដាប់ពាក្យនេះ ហើយចុះ